សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបានមកធ្វើខស្លាប់មាន់សម្រាប់គ្រឿងផ្សំខ្ញុំមានស្លាប់មាន់ផ្នែកកណ្ដាលមានស្ករត្នោតម្រេចផ្កាច័ន្ទខ្ញីជាមួយនឹងខ្ទឹមសជាដំបូងខ្ញុំបានចង្ក្រានឲ្យក្តៅបន្ទាប់មកខ្ញុំក៏បានដាក់ស្ករត្នោតដែលខ្ញុំបានវាល់ហើយនឹងចូលទៅចំពោះស្ករត្នោតរបស់ខ្ញុំនេះវាជាស្ករត្នោតចាអញ្ចឹងដល់ពេលដែលកូរទៅវារៀងឡើងពណ៌ខ្មៅបន្តិចប៉ុន្តែវាអត់មានក្លិនឈាមអីទេបន្ទាប់ពីកូរឡើងបានល្អហើយខ្ញុំក៏បានចាក់ខ្ទឹមជាមួយនឹងខ្ញីចូលខ្ញុំក៏បានថែមទឹកត្រីបន្តិចដែរបន្ទាប់ពីដាក់ទឹកត្រីចូលហើយខ្ញុំកូរវាឲ្យឡើងឈ្ងុយបន្តិចហើយខ្ញុំក៏បានចាក់ផ្កាច័ន្ទជាមួយនឹងម្រេចចូលចំពោះផ្កាច័ន្ទមកបងអត់ចូលចិត្តបងអាចអត់ដាក់បានបន្ទាប់មកទៀតខ្ញុំក៏បានចាក់សាច់ចូលចំពោះសាច់ផ្នែកកណ្ដាលនេះខ្ញុំចាក់ចូលទាំងអស់ខ្ញុំកូរវាឲ្យសព្វហើយខ្ញុំគ្របទុកឲ្យសាច់ជាមួយនឹងគ្រឿងទាំងអស់ហ្នឹងវាចូលជាតិគ្នាបានល្អបន្ទាប់ពីឃើញសាច់មាន់ជាមួយនឹងគ្រឿងចូលជាតិល្អហើយខ្ញុំក៏បានចាក់ទឹកចូលចំពោះទឹកខ្ញុំចាក់ចូល1ចានកន្លះចំពោះការរំងាស់ស្លាប់មាន់នេះខ្ញុំបានទុកវារយៈពេល15នាទីដើម្បីឲ្យស្លាប់មាន់ហ្នឹងវាផុយល្អបន្ទាប់ពីស្លាប់មាន់របស់យើងផុយល្អហើយខ្ញុំក៏បានបន្ថែមផ្សិតចូលផ្សិតនេះជាប្រភេទផ្សិតគ្រីមដែលខ្ញុំបានត្រាំទឹកហើយចឹងខ្ញុំចាក់វាចូលទាំងអស់តែម្ដងចំពោះផ្សិតនេះនៅពេលដាក់ជាមួយខមានរសជាតិឆ្ងាញ់ចឹងបន្ទាប់មកទៀតខ្ញុំក៏គ្របវាទុកដើម្បីឲ្យផ្សិតនឹងឆ្អិនឥឡូវនេះស្នូលយើងក៏បានពុះសាច់មាន់ក៏បានផុយខ្ញុំក៏បានដាក់ពងមាន់ចំនួន3គ្រាប់ចូលហើយរំងាស់វាឲ្យពងមាន់ហ្នឹងវាចូលជាតិជាមួយនឹងទឹកសម្លហ្នឹងឲ្យបានល្អឥឡូវនេះខរបស់យើងក៏បានរួចរាល់ដែរបងអញ្ចឹងបើសិនជាបងចូលចិត្តវីដេអូបែបនេះបងកុំភ្លេចជួយ Subscribe និង Like វីដេអូនេះផងអរគុណច្រើនបង